ខ្ញុំអត់ដឹងទេខ្ញុំឃើញនៅ Facebook លោកហ៊ុនម៉ាណីដូចជាគេយករូបភាពមកផ្សាយកាលគាត់រៀបការគាត់ការប្រពន្ធថ្មីឬក៏គាត់រៀបការពីមុនមកគេយកមកផ្សាយខ្ញុំក៏មិនដឹងខ្ញុំអត់ដឹងទេណាខ្ញុំអត់ដឹងទេគាត់ការប្រពន្ធថ្មីឬក៏ប្រពន្ធដដែលគាត់មានកូនមានប្រពន្ធហើយណាគាត់ការប្រពន្ធថ្មីឬប្រពន្ធដដែលខ្ញុំឃើញរូបតែងការគាត់ការប្រពន្ធថ្មីអូខេអរគុណខ្ញុំស្មានតែគេរំលឹករូបចាស់ខ្ញុំមានយកចិត្តទុកដែរខ្ញុំរឿងឯកជនខ្ញុំមិនសូវហ៊ានប៉ះពាល់ប្រេះផ្ដាស់ទេណាខ្ញុំមិនសូវហ៊ានប៉ះពាល់ប្រេះផ្ដាស់ទេណាអូខេអរគុណហើយបានប្រាប់ខ្ញុំបានប្រាប់ខ្ញុំណាបានប្រាប់ខ្ញុំអំពីរឿងហ្នឹងខ្ញុំឃើញរូបប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍ខ្ញុំអត់បានដឹងនៅក្នុងគេហទំព័រគាត់អត់មានផ្សាយគាត់ការផងឃើញផ្សាយតែរឿងអីផ្សេងណានៅក្នុងទំព័រគាត់ណាទំព័រហ៊ុនម៉ាណីណាទំព័រហ៊ុនម៉ាណីអត់មានផ្សាយបាទមានផ្សាយតែរឿងផ្សេងបាទខ្ញុំស្មានតែគាត់ឡើងគេហដ្ឋានថ្មីខ្ញុំអត់ដឹងទេខ្ញុំស្មានតែគេយករូបចាស់ហ្នឹងមកសរសើរគាត់អូគេការបែបស្ងាត់អញ្ចឹងទៀតខ្ញុំឃើញតែខ្ញុំអត់បានចាប់អារម្មណ៍ខ្ញុំឃើញរូបខ្លះដែរឯកឧត្តមហ៊ុនម៉ាណីរៀបមង្គលការភរិយាថ្មីអូខេឥឡូវសូមចូលរួមអបអរសាទរថ្ងៃមង្គលឯកឧត្តមហ៊ុនម៉ាណីកាលពីយប់ថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025មានរូបថតប្រហែលជា10សន្លឹកត្រូវបានផ្សព្វផ្សាយតាមរយៈគណនី Facebook ដែលក្នុងនោះមានរូបរបស់ឯកឧត្តមហ៊ុនម៉ាណីរៀបចំខ្លួនតាមបែបប្រពៃណីមង្គលការខ្មែរជាកូនកំឡោះក្នុងពិធីសូត្រមន្តសែនក្រុងពាលីយ៉ាងស្រស់សង្ហានិងរៀបការសែនក្រុងពាលីមហាជនមានការភៀតផាវយ៉ាងខ្លាំងព្រោះគិតថាប្រហែលជារូបផលិតដោយបញ្ញាសិប្បនិមិត្តនិងម្យ៉ាងទៀតក៏មិនដែលធ្លាប់ដឹងដំណឹងរបស់ឯកឧត្តមហ៊ុនម៉ាណីបានចែកផ្លូវគ្នាជាមួយអតីតលោកជំទាវរបស់ឯកឧត្តមតាំងពីពេលណាដែរតែទោះជាយ៉ាងណាក៏ដោយប្រដាប់មិនកាយខ្ចប់ភ្លើងបានឡើយព្រោះរូបថតរបស់ឯកឧត្តមហ៊ុនម៉ាណីអមដោយសម្ដេចកតិព្រះបណ្ឌិតប៊ុនរ៉ានីនិងលោកជំទាវផ្សេងទៀតព្រមទាំងអក្សរកាត់តំណាងនាមរបស់កូនកំឡោះកូនក្រមុំច្បាស់ណាស់ពិតជាថ្ងៃមង្គលរបស់ឯកឧត្តមពេទ្យប្រកាសមែនគួររំលឹកថាឯកឧត្តមហ៊ុនម៉ាណីមានបុត្រា2នាក់និងបុត្រី1នាក់ជាមួយលោកជំទាវភរិយាទី1ជាចុងក្រោយសូមជូនពរគូស្វាមីភរិយាថ្មីទទួលបានសុភមង្គលជាដរាបអ្នកផ្សាយព័ត៌មាននេះអត់ចេះអានភរិយាទេណាភរិយាអូខេអរគុណណាអបអរសាទរចំពោះលោកហ៊ុនម៉ាណីនៅក្នុងពិធីមង្គលការថ្ងៃទី25ណោះទើបនឹងរៀបការជួយអបអរជួយត្រេកអរហើយឃើញបងប៊ុនរ៉ានីអញ្ជើញចូលរួមក្នុងមង្គលការតែអត់ឃើញបងសែនណាអត់ឃើញបងសែនបាប់រវល់អត់ឃើញថ្ងៃ26វិច្ឆិកាឃើញតាឃើញថ្ងៃ26វិច្ឆិកាបាទថ្ងៃ26វិច្ឆិកាឃើញបងសែនក៏ចូលរួមតាគាត់ចូលរួមតាមិនចូលរួមណាចូលរួមអូខេជួយអបអរត្រេកអរចំពោះលោកហ៊ុនម៉ាណីត្រេកអរចំពោះគ្រួសារចំពោះគ្រួសារតកូលហ៊ុនបាទចំពោះគ្រួសារតកូលហ៊ុនត្រេកអរខ្ញុំអត់មានអីរិះគន់ទេរឿងឯកជនគឺជារឿងនេះអូខេខាងតលភាសាគឺឯកឧត្តមហ៊ុនម៉ាណីអូខេអរគុណហើយអរគុណចំពោះអ្នកនិយាយប្រាប់ខ្ញុំអត់ដឹងទេខ្ញុំឃើញរូបថតតែខ្ញុំស្មានតែគេចុះផ្សាយពីរូបថតអនុស្សាវរីយ៍អញ្ចឹងខ្ញុំអត់បានដឹងទេអរគុណ
អរគុណចំពោះអ្នកផ្ដល់ព័ត៌មានឲ្យខ្ញុំបាទតែខ្ញុំគ្មានអីទេមានតែការជួយត្រេកអរណាបាទនឹងដូច្នេះខ្ញុំរឿងឯកជនភាពគឺខ្ញុំមានការគោរពជាសិលធម៌និងសុជីវធម៌ខ្ញុំអត់ត្រូវការលូកលាន់រឿងឯកជនភាពទេបាទបាទអរគុណមនុស្សដែលខុសគឺជាមនុស្សមិនចេះអ្វីខ្ញុំខុសខ្ញុំកែខ្លួនឯងណាមនុស្សដែលមិនដែលខុសគឺជាមនុស្សមិនចេះអ្វីខ្ញុំខុសខ្ញុំកែខ្លួនឯងទី1និយាយនឹងត្រឹមត្រូវតែវាមានបន្ថែមបន្តិចទី1ណាភេត្រាមនុស្សតែងតែខុសអូខេមនុស្សតែងតែខុសមនុស្សយើងក្នុងមួយជីវិតយើងបើយើងរាប់លេខ100ណាភេត្រាយើងខុស98យើងរកសេចក្តីត្រូវបានតែ2ទេក្នុងជីវិតយើងណាយើងខុស98ល្អហើយដែលយើងកែខ្លួនយើងនៅពេលយើងដឹងថាខុសក៏ប៉ុន្តែតើយើងធ្វើដូចម្ដេចបានយើងដឹងថាខុសយើងដឹងថាខុសតាមរយៈទី1ពិសោធន៍របស់យើងក្នុងជីវិតយើងពិសោធន៍របស់យើងយើងដឹងថាខុសយើងក៏កែទី2យើងពិសោធន៍ទៅយើងដឹងថាខុសប៉ុន្តែកែអត់កើតមិនដឹងកែយ៉ាងម៉េចត្រូវការព័ត៌មានពីអ្នកដទៃត្រូវការព័ត៌មានពីអ្នកដទៃមិនជួនកាលយើងតល់កំណត់យើងកែខ្លួនឯងអត់បានទេយើងមិនដឹងថាកែយ៉ាងម៉េចវាតល់តែមានការចូលរួមពីអ្នកដទៃណាអ្នកដទៃដែលចូលរួមជាមួយយើងក៏ចេះខុសដែរណាពេត្រាហ្នឹងអញ្ចឹងបន្ទាប់មកទៀតជួនកាលយើងខ្លួនឯងហ្នឹងអត់ដឹងថាយើងខុសទេអត់ដឹងថាយើងខុសទេណាអូខេអត់ដឹងថាយើងខុសទេកូនណាពេត្រាអត់ដឹងថាយើងខុសទេដូចមិញអញ្ចឹងអត់ដឹងថាខុសទេតលតែប្រាប់ថាវាខុសទេកុំយកមកពីព្រោះនៅក្នុងលោកនេះគេនិយាយច្រើនដងហើយរដ្ឋាភិបាលកម្ពុជាក៏និយាយអ្នកដទៃក៏និយាយកុំឲ្យយករឿងទឹកដីអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅប្រៀបនឹងព័ត៌មាន Google ក៏ប្រកាសទៀតថាផែនទីហើយនឹងតម្រុយ GPS ដែលបង្ហាញនៅលើផែនទី Google គឺជាការផ្ដល់ឲ្យនៅតម្រុយសម្រាប់មនុស្សធ្វើដំណើរឬមនុស្សចង់ដឹងតែព្រំដែនមិនមែនជាបន្ទាត់ផ្លូវការដែលប្រទេសជាប់គ្នានោះព្រមព្រៀងទេ Google គេអត់មកប្រាប់យើងថាបាត់ទឹកដីទេអញ្ចឹងនៅក្នុងចំណុចនេះកំហុសដែលយើងមានការយល់ខុសណាវាគ្មានទោសអីទេពេត្រាការយល់ខុសពីព្រោះយើងពឹងទៅលើ Google ណាតើ Google ហ្នឹងគេសម្រាប់ឲ្យយើងពឹងលើបន្ទាត់ព្រំដែនទេអត់ណាអានោះវាអញ្ចឹងណាយល់ទេកូនអាហ្នឹងទី1យើងកែខ្លួនឯងទី2យើងកែដោយសារគេចូលរួមជាមួយយើងមនុស្សយើងវាខុស98រកឃើញត្រូវតែ2ទេអូខេឥឡូវបញ្ជាក់ម្ដងទៀតឈប់ជឿលើបន្ទាត់ព្រំដែនផ្លូវការរវាងរដ្ឋនិងរដ្ឋដោយប្រើ Google Map រាំងស៊ីក្តីអ្នកណាក្តីកុំប្រើការសម្គាល់បន្ទាត់ព្រំដែនផ្លូវការរវាងកម្ពុជាវៀតណាមកម្ពុជាឡាវកម្ពុជាថៃឡង់ដោយសំអាងទៅលើ Google Map អានឹងតែប៉ុណ្្នឹងឯងណាអានឹងគឺជាចំណុចណាអូខេ